សួស្តីក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូមួយនេះឬក៏កំពុងតែតាមដានវីដេអូរបស់ខ្ញុំបានផុសថ្ងៃនេះដែរគឺមកនាំបងប្អូនឲ្យមកមើលទស្សនភាពនៅប្រជិលលេខ5បងប្អូនណាហ្នឹងហើយខ្ញុំអត់មានផ្លូវណាច្រើនទេបងប្អូនគឺផ្លូវខ្ញុំទៅមកគឺមានតែផ្លូវជិលលេខ5អញ្ចឹងណាហ្នឹងហើយអញ្ចឹងអត់មានអីទេហ្នឹងហើយក៏ឲ្យបងប្អូនមកមើលទស្សនភាពតាមផ្លូវចុះហ្នឹងហើយអញ្ចឹងបងប្អូនប្រកាសចង់ដឹងថាកន្លែងនេះកន្លែងណាហើយមិញនេះគឺជាមន្ទីរពេទ្យបឹងខ្នាបងប្អូនណាហ្នឹងហើយគឺនៅបឹងខ្នាអញ្ចឹងគឺនៅមុខមន្ទីរពេទ្យបឹងខ្នាហ្នឹងហើយក៏ដល់ផ្សារបឹងខ្នាដែរហ្នឹងហើយអរគុណបងប្អូនហ្នឹងហើយដែលតែតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទម៉ែបងអឹមហ្នឹងហើយឥឡូវបងប្អូនមានអីទេមកឃើញហើយក៏ជួយ like ជួយ share ម្នាក់មួយផងហ្នឹងហើយឬក៏ជួយពី link ក្នុង TikTok ឬក៏បាទនិយាយក្នុង channel ấyជួយ public អ្នកមួយផងហ្នឹងហើយដើម្បីឲ្យវាបានទូហ្នឹងហើយខ្ញុំបានមានកម្លាំងចិត្តធ្វើវីដេអូអញ្ចឹងណាហ្នឹងហើយក៏ជួយ subscribe ម្នាក់មួយផងហ្នឹងហើយហ្នឹងហើយអញ្ចឹងគឺលបងវត្តណែមាសហ្នឹងហើយនិយាយទាំងស្អីសោះខ្លះទៀតញញ៉ៃពេញហ្នឹងហើយហ្នឹងហើយអញ្ចឹងបងប្អូនស្ដាប់ឲ្យកុំឈឺក្បាលហ្នឹងហើយបើឈឺក្បាលរកព្រៀងកន្លះដាក់គេផងហ្នឹងហើយដើម្បីយកមកលាបអញ្ចឹងណាហ្នឹងហើយខ្លាចខ្ញុំនិយាយទៅវារៀងញឹកហ្នឹងណាហ្នឹងហើយឥឡូវបងប្អូនយើងមកមើលហ្នឹងហើយតាមផ្លូវបងប្អូននេះធម្មជាតិស្អាតមែនតើណាបងប្អូនហ្នឹងសម័យដាល់ណាហើយហ្នឹងហើយបានជាស្អាតម្លេះហើយហ្នឹងហើយបងប្អូននេះមានស្អីទេមានតែប៉ុណ្្នឹងឯងហ្នឹងហើយបងប្អូនបានមើលបានស្គាល់ពីទស្សនវិជ្ជាតាមផ្លូវជាតិលេខ5ហ្នឹងហើយថ្ងៃនេះគឺខ្ញុំធ្វើដំណើរទៅរោងចក្រហ្នឹងហើយរោងចក្រកកយើងហ្នឹងហើយអញ្ចឹងខ្ញុំឆ្លៀតថតលេងតិចទៅហ្នឹងហើយហើយគឺខ្ញុំវីដេអូនេះគឺវែងមែនតើបាទគឺវែងហ្នឹងហើយប៉ុន្តែខ្ញុំកាត់បន្តិចបើសិនតែខ្ញុំទុកពីយូរដែរហ្នឹងហើយយូរដែរគឺ22ជាងហ្នឹងហើយ22ជាងវាបឹងខ្នាទៅហ្នឹងហើយដល់រោងចក្រកហ្នឹងហើយអញ្ចឹងគឺវារៀងយូរដែរអញ្ចឹងខ្ញុំកាត់ខ្លីតិចទៅហើយនៅសល់ត្រឹម10នាទីហ្នឹងហើយចឹងបងប្អូនមើលទៅហ្នឹងហើយមើលលេងហ្នឹងហើយចាំទស្សនាមើលកន្លែងពោធិ៍សាត់យើងស្អាតណាស់បងប្អូនណាគេដាក់ស្អីគេពេញនឹងរេរណងពេញហ្នឹងបងប្អូនស្អីសោះខ្លះទេហ្នឹងហើយកន្លែងដាក់ឲ្យអស់លុយកន្លែងដាក់ឲ្យមើលឲ្យអស់លុយបងប្អូនអូខេហ្នឹងហើយបន្លានោះបើកញ៉ៃពេញផ្លូវបងប្អូនឯងបើកញ៉ៃពេញក្នុងផ្លូវមកវីមិនដឹងថាកងឡានអ្មេចទេហ្នឹងហើយអរគុណហ្នឹងហើយតកងឡានបានឃើញវីដេអូមួយនេះហើយហ្នឹងសូមអធិស្ឋានផងហ្នឹងហើយខ្ញុំនិយាយលេងទេហ្នឹងហើយតែក៏ឲ្យបងប្អូនហ្នឹងហើយតកងឡានដែលបើកដែលធ្វើដំណើរទៅតាមដងផ្លូវតាមផ្លូវជាតិលេខ5ផ្លូវជាតិលេខប្រមាណទេហ្នឹងខ្ញុំស្គាល់អស់ទេហ្នឹងហើយរៀបរាប់សុំគ្រប់ទេចឹងសូមឲ្យបងប្អូនបើកបរហ្នឹងហើយឲ្យមានការយោគយល់គ្នាហ្នឹងហើយទៅវិញទៅមកហ្នឹងហើយកុំឲ្យចង់ឈ្នះចង់ចាញ់គ្នាមួយចង់ឈ្នះពីរចង់ឈ្នះហ្នឹងហើយអញ្ចឹងវាអត់មានអីទេហ្នឹងហើយក៏សូមបងប្អូនបើកហ្នឹងមើលកញ្ចក់មើលមុខមើលក្រោយឲ្យបានច្បាស់លាស់ផងហ្នឹងហើយមុននឹងបត់ឆ្វេងបត់ស្ដាំហ្នឹងហើយមុននឹងឡើងផ្លូវវ៉ាបាទហ្នឹងហើយចេះមើលឆ្វេងមើលស្ដាំផងថាពីក្រោយហ្នឹងគេមានអីមានម៉ូតូឬក៏មានឡានអីវ៉ាយើងអត់ហ្នឹងហើយអញ្ចឹងយើងឡើងផ្លូវវ៉ាហ្នឹងរៀងឡងផ្លូវវ៉ាហ្នឹងយើងឡើងផ្លូវវ៉ាហ្នឹងថាមានម៉ូតូឬក៏មានឡាននៅពីក្រោយអត់ហ្នឹងហើយអញ្ចឹងមកថាម៉ូតូមិនថាឡានទេហ្នឹងហើយសូមពេលយើងឡើងផ្លូវវ៉ាយើងមើលឲ្យបានជាក់លាក់ច្បាស់លាស់ហ្នឹងហើយតាមយើងវ៉ាហើយបើថាយើងវ៉ាគេហើយយើងធ្វើម៉េចផ្ដាច់ចិត្តខ្លួនឯងផ្ដាច់ញ៉ាថាត្រូវតែវ៉ាគេដាច់កុំឲ្យស្ទាក់ស្ទើរអាហ្នឹងអូខេហ្នឹងហើយគឺទៅមុខដោយរលូនតែកុំហ្នឹងហើយកុំពេលដែលយើងចង់វ៉ាគេឡើង10ពាក់ទៅគេហើយងាកពីក្រោយឡានងាកពីមុខឡានគឺអារៀងតាក់ទើហ្នឹងហើយអញ្ចឹងគ្រោះថ្នាក់យើងគឺនៅកន្លែងតាក់ទើហ្នឹងហើយអញ្ចឹងចិត្តយើងត្រូវតែកំណត់ខ្លួនឯងថាយើងត្រូវតែមើលក្រោយហើយយើងថាឡូវឡានហ្នឹងយើងវ៉ាឲ្យដាច់អញ្ចឹងយើងវ៉ាផឹងទៅហ្នឹងហើយម៉ូតូក៏ដោយហ្នឹងហើយឡានក៏ដោយហើយម៉ូតូឡានហ្នឹងហើយវាដូចតែគ្នាហ្នឹងវាមានអីត្រូវខុសគ្នាទេហ្នឹងហើយត្រូវមើលមុខមើលក្រោយច្បាស់កុំឲ្យតែត្រូវចង់វ៉ាធ្វើតាមចិត្តខ្លួនឯងទៅវឹងហើយបងតកងឡានក៏ចឹងដែរហ្នឹងហើយសូមមើលវីដេអូនេះហើយហ្នឹងហើយក៏ជួយអាចហ្នឹងហើយបើថាខ្ញុំនិយាយខុសឆ្គងក៏សូមអធិស្ឋានអភ័យទោសផងហ្នឹងហើយពួកខ្ញុំបើកបរខ្ញុំតែងតែជួបរហូតអារឿង
តកងឡានមិនដឹងថាមើលកញ្ចក់ឬក៏អត់មើលទេហ្នឹងហើយឬមួយក៏កញ្ចក់ហ្នឹងងោកចុះក្រមិនដឹងឬក៏តកងដេកលក់អត់ដឹងទេបាទបើករេពេញផ្លូវបាទយើងជិះទៅលឿនណាលេងស្រាប់ទេទៅដល់គេយើងថាវ៉ាគឺរេតលិចរេតកើរេតលិចហ្នឹងមកបាទគ្រោះថ្នាក់ដល់គេទៀតហ្នឹងហើយដូចខ្ញុំពេលដែលខ្ញុំថតហ្នឹងវាអត់ចំឡានអញ្ចឹងទេហ្នឹងហើយពីមុនខ្ញុំធ្លាប់ថតចំតែតាហ្នឹងហើយតែពេលដែលខ្ញុំអត់ថតគឺចាប់ដើមប៉ះហ្នឹងហើយខ្ញុំរកមកខាងផ្លូវតូចឃើញរេចកូតមកចូលពាក់កណ្ដាលផ្លូវតូចបាទដល់ខ្ញុំឡើងទៅថាឡើងទៅផ្លូវវ៉ាធំរេទៅដល់ពាក់កណ្ដាលផ្លូវធំអញ្ចឹងខ្ញុំគិតថាតកងឡានដេកលក់ឬមួយក៏តកងឡានចង់ឈ្នះចង់ចាញ់វាម៉ូតូយើងត្រូវបើកបរលើដងផ្លូវយើងមិនបាច់ចង់ឈ្នះចង់ចាញ់ទេបើលបឿនយើងបើកហុកយើងបើកផ្លូវណាយើងបើកទៅផ្លូវហ្នឹងទៅហុកទៅហ្នឹងហើយយើងក៏បើអារបៀបថាឃើញគេប៉ែតឲ្យយើងហុកដល់ទៅពេលឃើញគេមកជិតដល់គឺចង់ថាកុំអោយអានេះទៅមុនអញហ្នឹងហើយមកអានេះទៅបានមុនអញអញ្ចឹងធ្វើទៅច្រែងមួយគេធ្វើទៅចង់បាំងមុខគេចឹងអត់កើតទេហ្នឹងហើយគ្រោះថ្នាក់ក៏នៅកន្លែងហ្នឹងដែរហ្នឹងហើយចឹងអត់ផុតគ្រោះថ្នាក់ទេទៅមកគ្រោះថ្នាក់នៅកន្លែងហ្នឹងដែរឡើងកន្លែងចង់ចាញ់ហ្នឹងហើយបងប្អូនទាំងឡានចឹងដែរហ្នឹងហើយបើថាបើថាងុយដេកហ្នឹងហើយគឺជួយសម្រាប់ឡានរោក្រាស់ឬមួយក៏រោដីឡូឬមួយក៏រោលេងណាគៀនហ្នឹងហើយសម្រាប់ដេកឲ្យបានលក់ស្រួលទៅហ្នឹងហើយសំធ្វើដំណើរទៀតហ្នឹងហើយបើមិនចឹងទេគ្រោះថ្នាក់ទៀតហ្នឹងហើយអូខេមានអីទេមួយថ្ងៃនេះនិយាយគ្រោះថ្នាក់រហូតហ្នឹងពួកខ្ញុំជិះម៉ូតូខ្ញុំជួបច្រើនបងប្អូនហ្នឹងហើយខ្ញុំជិះបាសតាខ្ញុំជិះទៅអញ្ចឹងឡានបត់អត់មានសញ្ញោទេហ្នឹងហើយយើងលបឿនម៉ូតូដឹងស្រាប់ហើយថាផ្លូវលាតយើងវាជិះវាក្រាន់បើដែរហ្នឹងហើយវាមិនថាយើងជិះលឿនទេវាជិះនិយាយថាមិនថាខ្ញុំថាគេជិះតែប៉ុណ្្នឹងមិនថាឡានមកពលអញ្ចឹងដែរបើសិនឡានឬម៉ូតូពងជិះទៅវឹងអញ្ចឹងហើយគេបត់វាហ្មងគឺថាយើងក៏បន្ទោសអានឹងថាបើកលឿនបើកតិចទោះបើកលឿនបើត្រូវបុកក៏នៅតែបុកបើកលឿនត្រូវបុកក៏នៅតែបុកដែរវាចឹងហ่ะចុះបើសិនយើងបើកទៅវគេកិច្ចបាច់នៅមុខហ្នឹងមិនតាំងហ្នឹងហើយខ្ញុំរកប្រហែលដងអារឿងបើកបត់អត់មានសញ្ញោហ្នឹងឃើញផ្លូវលបឿនជិះបើថាចង់បត់ក៏អត់មានអេបឬក៏សញ្ញោសុំអេបឬមកគាត់ថាចង់បត់ឆ្វេងសញ្ញោឆ្វេងសញ្ញោស្ដាំស្រួលគេប្រអន់លបឿនរបស់គេដែរតែអត់បើកទៅវាវដល់ពេលហើយត្រូវកាច់ក្រិចហើយយើងនេះទៅវឹបប៉ះតាណាកាច់ក្រិចដល់កាច់ក្រិចយើងចំអាពាក់ទៅមួយកតុយគូតហ្នឹងពាក់ទៅមកកតុយគូតតែយើងក្បែរដល់គូតហ្នឹងហើយកងតប៉ែតកងតកៅអីបាទពាក់ទៅនឹងហើយបានបត់បៀវហើយយើងមានតែកិច្ចណាតន់យើងមានតែកិច្ចមុខឡានបើកិច្ចមុខក្រោយមានទៅឲ្យរួចមានបុកគូតបើយើងចង់ដល់បើយើងដល់កងក្រោយហ្នឹងអញ្ចឹងបត់ប៉ះណាបត់រាវអញ្ចឹងបានចាប់ប្រាំងរុញវីវអញ្ចឹងហើយយើងរៀងស្មារតីគ្រាន់ដែរយើងចេះកាច់ផុតក្បាលឡានតែមិនតិចអញ្ចឹងទៅហ្នឹងហើយប៉ះគ្នាអត់មានស្មារតីទាំងឬមួយក៏បាត់ហេតុយើងត្រូវដល់ថ្ងៃអីទាំងហ្នឹងហើយចឹងពីន័យទេហ្នឹងហើយសូមបងប្អូនហ្នឹងហើយការបើកបរមានការប្រុងប្រយ័ត្នតិចតួចហ្នឹងហើយកុំឲ្យវៃវហេះពេកហ្នឹងហើយបើយកជីវិតយើងមួយវាមិនអាចថាមិនមែនស្លាប់ថ្ងៃនេះស្អីឡើងចាប់ជាតិទេហ្នឹងហើយចឹងក៏នេះខ្ញុំដល់ពោធិ៍សាត់ហើយបងប្អូនណាគេធ្វើផ្លូវមិញគេពងធ្វើផ្លូវឲ្យដីជប៉ុនឥឡូវយើងដល់ពោធិ៍សាត់ហើយយើងមើលស្ទើរផ្ទះមើលកម្មភាពដងពោធិ៍សាត់អេមបងប្អូនហ្នឹងវារូបចម្លាក់គេក្បាច់គេឆ្លាក់រូបឆ្លាក់ដាក់តាមផ្លូវអញ្ចឹងណានិយាយយូរទៅបងប្អូនខ្ញុំអត់មានពាក្យនិយាយសោះហ្នឹងហើយខ្ញុំមានតែបងប្អូនជួយនិយាយមកហ្នឹងហើយជួយខមមិនជួយអីមកហ្នឹងហើយនិយាយទីជួយមកហ្នឹងហើយបានគ្នាហេហេហេឥឡូវនោះយើងជិតដល់អូតែលហើយបើអូតែលកន្លែងអូតែកន្លែងសំណប់ចិត្តហើយណាហេហេហេអើយបងប្អូនហើយនេះនិយាយលេងទេបងប្អូនខ្ញុំដែរទៅស្នប់ចិត្តស្នប់ទួយណាអូតែលអូតាំងឯណាតែអត់ដឹងទេនិយាយលេងបងប្អូនស្ដាយចាបងប្អូនសង្ស័យដល់កន្លែងសញ្ញោស្តុបឈប់ហើយហ្នឹងហើយខ្ញុំក៏បានឈប់ដែរពួកខ្ញុំកាត់វីដេអូឈប់នឹងចោលហើយខ្ញុំថតតែកន្លែងដែលខ្ញុំជិះហ្នឹងហើយពួកវាយូរបងប្អូនហើយស្តុបពី3កន្លែងគាត់ទៅដល់ងាកឈប់បងហើយបងអើយនេះហ្នឹងហើយមានអីយើងចង់ពោធិ៍សាត់ទេហើយបាទចង់ពោធិ៍សាត់ទេហើយដល់ផ្ទិលឡូវហើយ
បាយបងប្អូនអើយសប្បាយមែនតើជិះម៉ូតូមានអីសប្បាយដូចជិះម៉ូតូឯងបងប្អូនអេម៉ងមើលបងប្អូនអើយមានអីទេហ្នឹងហើយមើលទៅហ្នឹងហើយខ្ញុំក៏មិនដឹងនិយាយអីដែរហ្នឹងហើយអូខេឥឡូវយើងមកដល់ណាជេដល់ផ្ទាល់ហើយមានជិះលឿនទេបងប្អូនឃើញលឿនចេះអត់ជិះលឿនទេដោយសារតែកាមេរ៉ាយើងវាមើលទៅឃើញលឿនអញ្ចឹងណាហើយក៏អត់មានបានចុចដែលដរិចនាទីអីអត់មានទេបាទវាចុចធម្មតាបើមិនជឿបងប្អូនចាំតែឃើញភ្លើងស្តុបឬក៏ម៉ូតូភ្លើងស្តុបឡាននេះដឹងហើយថាយើងចុចដរិចនាទីអត់ជាធម្មតាកងត20ត30អីជិះលឿនជាយឺតហ្នឹងហើយលោកកលេសសេះហោះទៅចាប់ថែអូងមិនដឹងហោះចាប់កាយមិនដឹងអត់ដឹងអរគុណបងប្អូនហ្នឹងហើយអរគុណបងប្អូនរាល់ការទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់បាទហើយក៏ជូនពរឲ្យបងប្អូនមានតែសុខភាពល្អសំណាងល្អរកស៊ីមានបានកាក់កប់ហ្នឹងហើយធ្វើដំណើរទៅណាទីផ្លូវឆ្ងាយទីផ្លូវជិតសូមឲ្យមានសុវត្ថិភាពបងប្អូនគ្នាជួបតែសុខជួបតែសប្បាយជួបតែលាភជួបតែជ័យហើយវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយហ្នឹងហើយវាមិនទាន់ចប់ត្រួលបួលទេប៉ុន្តែខ្ញុំនិយាយក៏ដល់ទីបញ្ចប់មិនដឹងថានិយាយស្អីដែរហ្នឹងហើយអញ្ចឹងពេលទៅនៅសល់កន្ទុយបន្តិចឲ្យបងទស្សនាវីដេអូបន្តិចទៅហ្នឹងហើយបងប្អូនយើងហ្នឹងហើយកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងហ្នឹងហើយជួយ follow ម្នាក់មួយផងហ្នឹងហើយក៏ជួយ subscribe ម្នាក់មួយផងអរគុណបាយបាយណាប់ចិត្ត